មានជាង1000ជនជាតិដែលអត់មានទឹកដីគឺជាង800ជនជាតិហើយជនជាតិដែលមានប្រទេសគឺមានមិនដល់200ប្រទេសផងអាហ្នឹងយើងត្រូវតែយល់កន្លែងហ្នឹងហើយបើសិនជាប្រទេសជាតិមួយបាត់បង់ហើយគឺបាត់បង់ទាំងអស់កុំថាឡើយទ្រព្យសម្បត្តិរបស់អ្នកជាអុកញ៉ាលុយរាប់លានដុល្លាររាប់សិបលានដុល្លាររាប់រយលានដុល្លាររាប់ពាន់លានដុល្លារទ្រព្យសម្បត្តិទាំងអស់នោះនឹងប្ដូរម្ចាស់ភ្លាមមួយរំពេចឯកសារម្ចាស់កម្មសិទ្ធិនឹងត្រូវបានផ្លាស់ប្ដូរអញ្ចឹងមានន័យថាម៉េចមានន័យថាភាពសុខសាន្តរបស់យើងទោះបីជាចិត្តសាស្ត្ររបស់មនុស្សផ្ដើមចេញមកអំពីភាពអាត្មានិយមពិតមែនក៏ប៉ុន្តែអាណាចក្រគឺជាមូលដ្ឋានគ្រឹះនៃភាពសុខសាន្តអញ្ចឹងទាញមកវិញនៅក្នុងប្រធានបទនេះគឺខ្ញុំនិយាយអំពីកសិកម្មទេហើយកសិកម្មគឺយើងលើកយកមកតែចំណុច2ទេមកនិយាយគឺកសិកម្មតាមបែបប្រពៃណីជាមួយនឹងកសិកម្មតាមបែបបច្ចេកវិទ្យាសាស្ត្រដោយឡែកបើយើងធៀបទៅជាមួយនឹងប្រទេសអន់ខ្សោយយើងបានវិវត្តខ្លួនខ្ពស់ជាងគេហើយនៅលើផ្នែកវិស័យកសិកម្មប៉ុន្តែបើយើងធៀបទៅជាមួយនឹងប្រទេសជឿនលឿនគឺយើងនៅក្រោយគេឆ្ងាយណាស់